កំហុសទាំង5នៅក្នុង crypto trading ដែលគ្នាយើងគួរតែដឹងហើយគ្នាយើងមិនគួររំលងឯងខ្ញុំគិតថាគ្នាយើងគួរតែយល់ពីចំណុចហ្នឹងទាំងអស់គ្នាដើម្បី understand ទៅលើការ trading ថាវាបែបម៉េចកំហុសទាំងនេះតែងតែបង្កើតជាពិសេសទៅលើ ដូចជាខ្ញុំក៏តែងតែបង្កើតកំហុសក្នុងដូចគ្នាខ្ញុំគិតថាវាអាចជា lesson learn មួយសម្រាប់គ្នាយើងក្នុងការ avoid mistake ទាំងអស់ហ្នឹង so ទី1ដែលខ្ញុំយកមកនិយាយនៅក្នុងហ្នឹងគឺតកតងទៅនឹង investing without research នៅពេលដែលគ្នាយើងធ្វើការ invest ទៅ out research វាគឺជារឿងមួយដែលមានភាពងាយស្រួលទេហើយជាពិសេសសម្រាប់អ្នកដែលថ្មីនៅលើ crypto វាមិនមែនជា game មួយដែលគ្នាយើងគាត់តែទាយតែកាក់ណាឡើងឬក៏កាក់ណាចុះទេហើយបើសិនជាគ្នាយើងអត់ understand អីទាំងអស់គ្នាយើងគ្រាន់របៀបតែ basic ក៏គ្នាយើងអត់ដឹងអីក៏គ្នាយើងអត់ដឹងគ្នាយើងគ្រាន់តែចូលទៅដល់អូខេឃើញកាក់នឹង crash ដោយ OM ថ្ងៃមុនឃើញកាក់នឹង crash ធ្លាក់មកដល់2រៀលឬក៏3រៀលគ្នាយើងចូលទៅទិញហ្នឹងគ្នាយើងនឹងអាចនឹងអាចមានហានិភ័យលុះស្ទើរគ្នាដោយសារតែ OM ធ្វើការធ្លាក់រហូតមកដល់ 0.40 សេន so ខ្ញុំគាត់ថា newbie មួយចំនួនពេលគាត់ឃើញកាក់ធ្វើការធ្លាក់ឬក៏ crash ច្រើនអញ្ចឹងគាត់អូខេគាត់ធ្វើគាត់ថា I'm gonna gamble that យកលុយទៅដាក់ចូល50 60 100ដើម្បីធ្វើការទិញ but ពួកគាត់អត់ដឹងថាគាត់អត់បានទៅ research ឬគាត់អត់បានដឹងថាwhat happened ឬក៏មានរឿងអីកើតឡើងទៅលើ project មួយហ្នឹងឯងថាមូលហេតុអីបានកាក់នឹង crash ខ្លាំងម៉េចអញ្ចឹងនេះយើងគួរតែធ្វើការ research ជាមួយនឹង resources ដែលយើងមានដូចជា Binance Sphere Binance Research Binance Academy ឬក៏អីផ្សេងៗទៀតដែលមាននៅក្នុង internet ជាពិសេសនៅក្នុង community ខ្មែរយើងមួយចំនួនដូចជាបងដែលគាត់តែងតែមានព័ត៌មាននេះគាត់តែងតែ update ជូនអញ្ចឹងយើងគួរតែតាមដានឬក៏ follow up តាក់ទងទៅនឹងព័ត៌មានអស់ហ្នឹងដើម្បី understand ដូចគ្នាព្រោះខ្ញុំនិយាយពីដើមយ៉ាងនៅក្នុង crypto មិនមែនជាguessing game ទេហើយអ្នកខ្លះគាត់ចូលធ្វើការទៅទិញកាក់ទាំងអស់ហ្នឹង blindly clicking buy token ហ្នឹងយកហ្មងអញ្ចឹងខ្ញុំគិតថាវាមិនមែនជារឿងមួយដែលល្អទេហើយទី2គឺ over trading នៅក្នុងទីផ្សារដែលកំពុងតែមានការឡើងចុះខ្ពស់ជាពិសេសនៅក្នុងជាពិសេសនៅក្នុងបញ្ហាសង្គ្រាមពាណិជ្ជកម្មប្រហែលថ្ងៃប្រហែលអាទិត្យមុននេះជាពិសេសទៅលើ trash wall ឬគេហៅថាសង្គ្រាមពាណិជ្ជកម្មអញ្ចឹង mistake ទៅលើ over trading នៅក្នុង market កំពុងតែមានការប្រែប្រួលខ្លាំងហ្នឹងមនុស្សគឺគាត់របៀបថា FOMO ហើយនិយាយថា FOMO ពីព្រោះតែទីផ្សារនៅពេលដែល new ចេញមកអូខេត្រាំដកពន្ធដកអីចេញពីចិនទីផ្សារហត់ឡើងខឹបញ៉ៃទៅតែពេលប្រហែលនាទីក្រោយប្រហែលម៉ោងក្រោយត្រាំធ្វើការដាក់ពន្ធទៅឡើងដល់ 125% ឬក៏ 150% ទីផ្សារបាក់កមកវិញអញ្ចឹងសម្រាប់អ្នកដែលគាត់ធ្វើការអត់ apply ITC ចូលអត់ apply technical ចូលទាំងអស់គាត់គ្រាន់តែ blindly invest ឬក៏គាត់គ្រាន់តែមើលព័ត៌មានយកទៅ invest វាអាចនឹងមានបញ្ហាខាតច្រើនទៅលើពួកគាត់ហើយមួយវិញទៀតទៅលើ over trading ហ្នឹងនៅក្នុងអាទីផ្សារជ្រោកច្បល់ហ្នឹងអត់សូវរបៀបអ្នកដែល trade គាត់ professional ដែលខ្ញុំស្គាល់ខ្ញុំទទួលស្គាល់ខ្ញុំមាន professional trader ទេអ្នកដែលខ្ញុំស្គាល់ដូចបងនៅក្នុង Vecmi មួយចំនួនដែលគាត់ជា trader រាល់ថ្ងៃជាមួយសំណាងអីហ្នឹងនៅក្នុងទីផ្សារបែបហ្នឹងគឺពួកគាត់អត់ over trading just one position ឬក៏មួយអាទិត្យមួយ position ឬក៏ two position that's all for them គាត់អត់អាចធ្វើការ over trade នៅក្នុងទីផ្សារបែបហ្នឹងបានទេហើយទី3គឺទៅលើ ignoring risk management មានមនុស្សជាច្រើនមែនតើដែលគាត់តែងតែម្លងទៅលើ risk management ពីច្រើនអូខេគាត់ចូល position គាត់ set stop loss ឬក៏ហៅថា SL ហ្នឹងដែរអញ្ចឹងវាធ្វើឲ្យផ្សាយ position របស់គាត់ហ្នឹង lead ទៅដល់ risk ដោយសារតែអញ្ចឹងដោយសារតែមនុស្សជាច្រើនដែលថ្មីដែលគាត់ចូលមក trade អ្នកខ្លះមិនមែនចូលថ្មីអ្នកខ្លះក៏គាត់ចូលយូរដែរតែគាត់អត់មាន SL ត្រឹមត្រូវទេគាត់អូខេគាត់ចូលធ្វើការទៅទិញ token ហ្នឹង long ឬក៏ short អីយ៉ាងដែរហើយបន្ទាប់មកគាត់ធ្វើការset TP ប៉ុន្តែគាត់ set SL ទេគាត់យកអា liquidity របស់គាត់ឬក៏ liquidate របស់គាត់ហ្នឹង sorry liquidity ខ្ញុំច្រឡំ liquidate របស់គាត់ហ្នឹងយកទៅធ្វើជា SL របស់គាត់អញ្ចឹងយើងមិនដឹងថាទីផ្សារអាចនឹង hit ទៅដល់ liquidate របស់គាត់នឹងអត់ដោយសារតែគាត់អត់បាន apply technical អីអញ្ចឹងយើងអត់ដឹងថាSL នៅណាអីនៅណាអញ្ចឹងវាអាចនឹង lead វាអាចនឹង lead ឲ្យ position របស់យើងហ្នឹងឈានចូលទៅដល់ការ liquidate អញ្ចឹងគ្នាយើងគួរតែប្រយ័ត្នមែនតើហើយទៅលើចំណុចហ្នឹងគឺខ្ញុំអត់មាន idea បន្ថែមជាច្រើនទេដោយសារខ្ញុំមិនមែន professional trader ឬក៏ daily trader ទេខ្ញុំគាត់ណាកូនកពិកធ្វើការ trade តិចតួចដូចគ្នាហើយចំណុចទី4គឺយើងលងខ្លួនទៅនឹង hype ឬក៏ទៅនឹងការ scam ដោយសារតែនៅក្នុង industry ហ្នឹងក៏មាន influencer ច្រើនមែនតើដែលគាត់ធ្វើការ promote project តាក់ទងអូខេទិញទៅ 100x ទិញទៅ 10x 20x តម្លាក់ signal មកកាក់ហ្នឹងនឹងធ្វើការ pump ទៅដល់
man x อย่างទៅ it's not going to be true you know it probably affect ឬក៏ yeah scam គ្នាយើងគួរតែដាក់ red flag ទៅលើ kind of that អត្តពលហ្នឹងនៅពេលដែលគ្នាយើងឃើញវីដេអូអស់ហ្នឹង it's okay គ្នាយើងអាចមើលវីដេអូទាំងអស់ហ្នឹងដើម្បី enjoy បានប៉ុន្តែបើសិនជាគ្នាយើងទៅ follow up sometimes គ្នាយើងអាច make money មែនដែលសារតែខ្ញុំឧទាហរណ៍មួយគ្នាយើងអាច make money មែនតែបើខ្ញុំហ៊ាននិយាយថាហេតុអីបាន follow អស់ហ្នឹងហើយ make money បើសិនជាគ្នាយើងគេតម្លាក់ signal coin មួយមកឲ្យគ្នាយើងតាក់ទងទៅនឹង meme coin គេថា 100x soon ហើយគេទៅតែ launch កាក់ហ្នឹងទេ so អញ្ចឹងគ្នាយើងចូលទៅទិញទៅគ្នាយើងអាចនឹងឃើញ 1x 2x គ្នាយើងអាច okay out បើសិនគ្នាយើង first in first out yeah that's fine ប៉ុន្តែបើសិនគ្នាយើង last in last out គ្នាយើង gonna be fucked up for real នៅក្នុង coin ដែលគ្នាយើងបានទិញនេះ so អញ្ចឹង probably គ្នាយើង it's time for គ្នាយើងទៅ learn ហើយគ្នាយើង understand the cycle of the market ឲ្យបានស្រួលមុននឹងគ្នាយើងចូលទៅទិញឬក៏ស្ដាប់តាម influencer ឬក៏ KOL ផ្សេងៗដែលតែងតែ promote កាក់អស់ហ្នឹងគ្នាយើងដែលថតមើលវីដេអូនេះគ្នាយើងដឹងហើយទៅលើវីដេអូរបស់ខ្ញុំអត់ដែរប្រាប់គ្នាយើងថាអូខេត្រូវតែទិញកាក់នេះនឹងទទួលបាន 100x ឬក៏អីអត់ទេអត់មានបែបហ្នឹងសោះឡើយអញ្ចឹងគ្នាយើងគួរតែ learn ឲ្យបានច្រើនគ្នាយើងគួរតែ understand everything ឲ្យបានច្រើនមុននឹងគ្នាយើងចូលទៅធ្វើការទិញកាក់អស់ហ្នឹងសិតសឹងតែខ្ញុំអត់ចង់ឲ្យ recommend គ្នាយើងចូលទៅទិញកាក់អស់ហ្នឹងផងដោយសារតែនិយាយស្មោះត្រង់មែនទៅមួយគ្នាយើងប្រភេទ project អស់ហ្នឹងឬកាក់អស់ហ្នឹងអត់ខុសពីគ្នាយើងចាក់លបាយហ្នឹងអញ្ចឹងវាអត់ legal ទេហើយក៏វាមិនមែនជា the main purpose of cryptocurrency ហើយក៏មិនមែន the main purpose of blockchain ទេប៉ុន្តែក៏វាជាចំណុចមួយដែលធ្វើឲ្យមាន cash flow ហូរចូលច្រើនដែរ yeah ដូចគេឃើញ Solana change cash flow ហូរចូលមានច្រើនគឺធ្វើឲ្យតម្លៃរបស់ Solana ហ្នឹង pull up ឡើងខ្ពស់គួរសមជាពិសេសទៅលើ Jupiter ដែលគេប្រើប្រាស់ Pump Fund ឬក៏អីផ្សេងៗហ្នឹងអូខេហើយមួយវិញទៀតគ្នាយើងមាន unrealistic expectation មានន័យថានៅពេលដែលគ្នាយើងចូលទៅតែងកាក់ project នឹងមួយឬក៏គ្នាយើងចូលទៅក្នុង position ឬក៏អីមួយហ្នឹងគ្នាយើងតែងតែ expect ថាអូខេដូចខ្ញុំឧទាហរណ៍ reality ហ្មងចុះដូចជំនាន់មុនអ្នកដែលតែង Shiba ក៏គាត់ថាអូខេ Shiba gonna hit $1 so what the price of Shiba now nah it's not gonna happen you need to understand គ្នាយើងត្រូវយល់ឲ្យច្បាស់លាស់ថា market cap ជាអី total supply ជាអី max supply ជាអីហើយយើងហ៊ាន calculate តាមនឹងដូចគ្នាយើងមិនមែនឲ្យតែយើងទិញហើយយើងក៏តែកាក់ទាំងអស់អាចឡើងដល់1រៀលទេចាក់ imagine បើមិនជា Shiba ឡើង1រៀល B2C ឡើងម៉ានទៅខួស market cap B2C ទៅទៀតបើចឹងឲ្យ Shiba ឡើង1រៀលអញ្ចឹងអ្នកខ្លះគាត់ធ្វើការទិញ$200គាត់សម័យ soon it will be Lambo soon នឹងមាន Rolex ពាក់នៅលើដៃ soon នឹងមានអីគេជិះលយ private jet បាត់គ្នាយើងអត់ដឹង market cap គ្នាយើងអត់ដឹង total supply គ្នាយើងអត់ដឹង calculating supply គ្នាយើងអត់យល់ដល់អស់នឹងបងនឹង so អញ្ចឹងគ្នាយើងមាន expectation ខ្ពស់ពេកអាការរំពឹងទុកខ្ពស់ពេកហ្នឹងវា lead ឲ្យគ្នាយើង fail នៅក្នុងការ invest ដូចគ្នាអញ្ចឹងគ្នាយើងគួរតែទៅរៀនហើយ understand ដូចគ្នាយើងមិនឲ្យតែទិញហើយយើងគិតថាអូខេកាក់ហ្នឹង gonna be bitcoin killer អីអត់ទេ no it's not gonna happen យើងត្រូវដឹងដូចគ្នាយើងត្រូវយល់ឲ្យបានគ្រប់គ្រឿងត្រូវចេះtokenomics ដែលខ្ញុំធ្លាប់ធ្វើ live trading no it's not live trading live section ដែលខ្ញុំធ្លាប់ប្រៀនគ្នាយើងពីមុនគ្នាយើងតែ understand tokenomics ហ្នឹងសិនបើយើងអាច calculate everything បានបើសិនជាគ្នាយើងតែងហើយគ្នាយើងអត់យល់អីទាំងអស់ហើយយើងសម័យថាអូខេខ្ញុំចាំកាក់ហ្នឹងឡើង1រៀល2រៀលគ្នាយើង better យកលុយនឹងចេញមកដកលុយនឹងចេញមកហើយគ្នាយើងទៅរៀនវគ្គសិក្សាអីផ្សេងៗឬក៏ short course អីផ្សេងៗខ្ញុំគាត់ថាវាអាច better ទិញជាងដែលគ្នាយើងយកលុយទៅដាក់នៅក្នុងប្រភេទកាក់អស់ហ្នឹងហើយគ្នាយើង expect តែបាន1រៀល yeah ហើយទៅលើវីដេអូដែលខ្ញុំក្រោកមកថ្ងៃហ្នឹងគឺខ្ញុំគិតថាខ្ញុំនិយាយច្រើនវីដេអូហ្នឹង maybe ខ្ញុំដំបូងនិយាយថានិយាយទៅ4-5នាទីទេ but now លេខចូលដល់9នាទី10នាទីឡើយ so វីដេអូហ្នឹងខ្ញុំមកមានលើកទឹកចិត្តឲ្យគ្នាយើងយកទៅ invest crypto ឬក៏recommend គ្នាយើងយកទៅ invest នៅក្នុង crypto ទេដោយសារតែ crypto វាជា space មួយដែលអ្នកដែលមាន knowledge ធម្មតាខ្ញុំហ៊ាននិយាយមកគឺគាត់អាចចូលទៅលេងបានទេដោយសារតែវាមាន risk ខ្លាំងមែនទែនហើយក៏មានអ្នកខ្លះបាត់បង់របស់ច្រើនដែរអញ្ចឹងបើសិនគ្នាយើងអត់ទាន់យល់ច្បាស់គ្នាយើងអត់ទាន់ដឹងទេគ្នាយើងគួរតែទៅ study short course ដែលមាននៅលើ site ឬក៏អីផ្សេងៗដើម្បីជាអូខេអាចជា source knowledge មួយដែល lead ឲ្យគ្នាយើងអាចទៅរក freelance work អីផ្សេងៗធ្វើការបាន you rather than put your
money នៅក្នុង crypto and expect to get higher return from that អានេះខ្ញុំនិយាយស្មោះត្រង់មួយគ្នាយើងយកមក yeah ខ្ញុំអត់មានមកបុកឲ្យគ្នាយើងថាតែងទៅ 10x 20x no អត់ទេខ្ញុំនិយាយស្មោះត្រង់មួយគ្នាយើងយកមកបើមិនគ្នាអត់ដឹងទេ you better to study research learn and admit the truth ទៅលើ risk management អីគ្នាដែលគ្នាបានបង្កើតឬក៏ mistake គ្នាបានបង្កើត yep កុំយើងបង្កើត mistake ហើយយើងនៅតែបបកថាអត់អីទេ it fine ឯផ្សេងទៀតវាលងចិត្តខ្លួនឯងត្រូវតែដាក់លុយចូលទៅទិញវាទៀតអីហ្នឹង you know what I mean yep so at the end of video I think ហើយ video sponsor ដោយ Binance បើសិនជាគ្នាចូលចិត្ត content កុំភ្លេច like subscribe comment ហើយ feel free to register your account at the link of the bio and អរគុណគ្នាយើងច្រើនមែនទែនសម្រាប់មើល video នេះ and peace out